rồi Vẫn đấy à. Tục đi tụm lẹ chả chẳng đã. chạy tra vẽ chạy traជំរាបសួរស្ដីពុកម៉ែបងប្អូនរីករាយមកកាន់វីដេអូថ្មីរបស់ខ្ញុំដែលវីដេអូថ្មីមួយនេះខ្ញុំនឹងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបថ្ងៃនេះមកដេកពីអ្នកហៀនាំមកដេកបន្ទប់សិនតិចនេះសិនតិចពួកខ្ញុំទៅដើរសារហ្នឹងគឺមិនមែនគ្រាន់តែត្រឹមជាការដំណើរកម្សាន្តទៅមើលប្រាង្គប្រាសាទទេបងប្អូនពួកខ្ញុំទៅសារហ្នឹងគឺប្រផុសធំរបស់ពួកខ្ញុំគឺទៅរត់ half marathon នៅឯសៀមរាបអញ្ចឹងនេះជាលើកទី2របស់ខ្ញុំហើយដែលទៅចូលរួមកម្មវិធីរត់ half marathon នៅឯសៀមរាបសមាជិករបស់ពួកខ្ញុំដែលចេញដំណើរពីភ្នំពេញទៅនេះមានគ្នា6នាក់តែគាត់ថាមានតា5នាក់ទេដែលរត់ម្នាក់ទៀតគាត់បានរត់ទេគាត់គ្រាន់តែទៅជាដំណើរកម្សាន្តតាមរយៈបងប្រុសគាត់ទេអញ្ចឹងគ្នាខ្ញុំគឺមាន5នាក់ដែលចូលរួមរត់ហើយឡានដែលពួកខ្ញុំជិះទៅហ្នឹងគឺជារថយន្តគេងយប់របស់វីរៈប៊ុនថាំហើយនេះពួកខ្ញុំបានមកដល់ខេត្តកំពង់ធំហើយបងប្អូនពេលជិះលើឡានហ្នឹងដូចជាគេងអត់សូវលក់ទេដោយសារទី1យើងរំភើបបានដើរលេងផងទី2ឡានអាលាក់តិចផងហើយណាមួយចេះតែចុចទូរស័ព្ទផងចឹងអត់សូវបានគេងបានទេចឹងចុចចុះចុចឡើងភ្ញាក់ចុះភ្ញាក់ឡើងមកដល់កំពង់ធំអត់ហើយបងប្អូនពេលមកដល់កំពង់ធំនេះគេឡានគេឈប់ឲ្យយើងចូលអ្នកណាចង់ញ៉ាំអីក៏ញ៉ាំទៅអ្នកណាចង់ចូលបន្ទប់ទឹកសម្រួលដៃសម្រួលជើងឲ្យស្លាស់មុខស្លាស់មាត់ក៏សម្រួលទៅហើយពួកខ្ញុំក៏ចុះមករកអីញ៉ាំដែរគាត់ថាពួកខ្ញុំអត់បានទិញទេមានតែបងចម្រើនម្នាក់ទេដែលគាត់បានទៅទិញដូងញ៉ាំពីអ្នកនេះជាសមាជិករបស់ពួកខ្ញុំហើយក្នុងចំណោមហ្នឹងមានម្នាក់ដែលជាម្ចាស់ទឹកម្ចាស់ដីនៅកំពង់ធំនេះឯងអូនអាចញញឹមដាក់វីដេអូបងឲ្យបាន100មុខបានទេ How the old man និយាយកាប់អីគេបាច់កាប់ដូងតែមួយនៅលើពិភពលោកហើយនេះជាបងចម្រើនដែលគាត់មកទិញដូងញ៉ាំតែឯងពួកខ្ញុំអត់មានណាគេទិញញ៉ាំទេដោយសារម្នាក់ខ្លាចឈឺនោមលើឡានអញ្ចឹងក៏អត់ហ៊ានញ៉ាំទេញ៉ាំតែទឹកខាងឡានឲ្យហ្នឹងមានតែបងចម្រើនម្នាក់ទេដែលគាត់ក្លាហានជាងគេជាងឯងហ៊ានទិញដូងញ៉ាំពួកខ្ញុំអត់ហ៊ានញ៉ាំសោះតែម្ដងបន្ទាប់ពីជួអាចហើយបងចារ៉Vẫn đấy à. Tục đi tụm lẹ chả chẳng đã mấy cho Nhưng mà chào ta clear stock cái hay ta phay á bọn phay vậy chứ trong show cha bên đây để prank ôn có chi lan vì pin mà tới Siem Reap ôn phay là lệnh ách nhưng từ xa show cho tụi mày make sure ha nhưng mà biết phần hại nhưng mà phải đừng có phải rồi rất kia làm cái nhá nhưng để luôn rồi các bạn chặt chay hả đang thật ta hủy lên đây cho đây rồi ăn luôn nó mà này ហើយនេះពួកខ្ញុំមកជុំគ្នាហើយនៅចាំតាបងប្អូនដែលគាត់ទៅឡានជាមួយពួកខ្ញុំហ្នឹងគឺចាំតែពួកគាត់មកជុំគ្នានឹងអានឹងឡើងឡានទៅទាំងអស់គ្នាrồi tao sư mỗi rồi taoមានជាការផ្លិច password កតាបសាមកកុំសតអត់ទេខលឡើងឡានមកអត់បាន download pay slip ឥឡូវមកផ្លេច password កតាបទៀតវេទនីដល់ finally បើកបានហើយ you did it ក្រោយពេលចេញពីកំពង់ធំមកពួកយើងក៏បានមកដល់សៀមរាបដោយបរិបូរណ៍ហើយបងប្អូនហើយក្រោយមកដល់ភ្លាមពួកយើងក៏បុកឡានភ្លាមដើម្បីធ្វើដំណើរតទៅកាន់ផ្ទះសំណាក់ដែលពួកយើងត្រូវគេងហើយផ្ទះសំណាក់ដែលពួកខ្ញុំគេងហ្នឹងមានឈ្មោះថាឥណ្ឌូចិន
sanctuary ដោយសារតែពួកខ្ញុំមកលឿនពេកហើយផ្ទះសំណាក់គេតម្រូវឲ្យយើងចូលម៉ោង 1 អញ្ចឹងទៅពួកខ្ញុំក៏ផ្ញើអីវ៉ាន់នៅ lobby គេហ្នឹងហើយពួកយើងក៏រៀបខ្លួនដើម្បីធ្វើដំណើរទៅយកម៉ូតូដែលពួកខ្ញុំបានជួលហើយមុននឹងពួកខ្ញុំមកអញ្ចឹងពេលហ្នឹងគឺខ្ទង់ម៉ោង 4 ជាង 5 ហ្នឹងបងប្អូនអញ្ចឹងពួកយើងក៏ផ្ញើអីវ៉ាន់ហើយក៏ដើរទៅយកម៉ូតូដែលពួកយើងបានធ្វើការកក់ទុកហ្នឹងគម្រោងរបស់ពួកខ្ញុំគឺនាំគ្នាយកម៉ូតូពីព្រឹកដើម្បីទៅមើលថ្ងៃរះនៅឯប្រាសាទអង្គរវត្តសេចស្អាតគេឲ្យពាក់មួកប៉ាឈូកចឹងឯងមួយសមម៉ូតូដែលពួកខ្ញុំជួលហ្នឹងគឺជួល3ម៉ូតូហើយមួយម៉ូតូជិះគ្នា2នាក់ហើយកន្លែងនេះគ្នាខ្ញុំ2នាក់ទៀត2ម៉ូតូទៀតក៏គាត់បានទៅមុនហើយដោយសារតែខ្ញុំហើយនឹងបងចម្រើននាំគ្នាចូលឈប់ចាក់សាំងគ្រាន់តែពួកខ្ញុំចាក់សាំងហើយបងប្អូនម៉ូតូគឺដេកឡើងឆេះបដ ចឹងទៅពួកយើងមានធ្វើអីក្រៅពីថតរូបហើយតែហៅខាងម្ចាស់ម៉ូតូឲ្យគាត់មកដូរម៉ូតូឲ្យពួកខ្ញុំគម្រោងមើលថ្ងៃលិចនៅស្អៀតថ្ងៃរះនៅសៀមរាបនឹងក៏ឥឡូវមើលនៅភ្លើង stop ដោយសារខូចម៉ូតូហើយឥឡូវពួកគាត់យកម៉ូតូមកដូរឲ្យពងផ្ទេសាំងដូរសាំងក្រោយពីដូរម៉ូតូបានហើយអញ្ចឹងខ្ញុំហើយបងចម្រើនអត់ប្រអងយូរទេនាំគ្នារត់រះដើម្បីទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តហើយនេះពួកយើងក៏ធ្វើដំណើរតាមផ្លូវទៅតាមពិតទៅរត់រះហ្នឹងមិនមែនជិះលឿនណាស់ណាទេបងប្អូនជិះម៉មទេដោយសារពួកខ្ញុំអត់មានពាក់មួកការពារអីផងដោយសារលហើយទេសភាពតាមហ្នឹងវាលហើយល្អពេកអញ្ចឹងក៏នាំគ្នាដោះមួកទៅប៉ុន្តែមួកពួកយើងសិតតែមានរៀងៗខ្លួន Hello บอกว่าผมว่า không mà ăn ហើយនេះខ្ញុំបានមកដល់កន្លែងផ្សារម៉ូតូទុកម៉ូតូហើយគឺនាំគ្នាដើរចូលហើយបំណងមើលថ្ងៃរះនេះគឺមិនបានដូចម្ដងទេបងប្អូនហើយមើលទៅឃើញថ្ងៃរះមកចំព្រឹងហើយអញ្ចឹងមានន័យថាថ្ងៃរះមកណាម្នេះហើយខ្ញុំមកមើលមិនទាន់ទេដោយសារតែខូចម៉ូតូហ្នឹងមិញហ្នឹងចំណាយពេលដែលដូរម៉ូតូហ្នឹងគឺឡើងជិត1ម៉ោងជាងទ្រាំបានម៉ូតូមកដូរអញ្ចឹងខ្ញុំនៅអង្គុយលេងផងថតរូបផងទ្រាំបានអ្នកខាងម៉ូតូក៏យកម៉ូតូមកដូរអញ្ចឹងចាយពេលច្រើនមែនតើបើទោះបីជាខ្ញុំអត់បានមកមើលថ្ងៃរះនៅលើប្រាសាទក៏ដោយប៉ុន្តែវាក៏ជាពេលវេលាដ៏ល្អមួយដែលខ្ញុំអាចមកលេងប្រាសាទនៅពេលព្រឹកបងប្អូនគឺពេលវេលាហ្នឹងគឺវាត្រជាក់ល្អសម្រាប់ការមកលេងប្រាសាទបរិយាកាសគឺសមល្មមមិនក្តៅពេកហើយក៏មិនត្រជាក់ពេកគឺសមស្របសម្រាប់ការដើរថតលេងកម្សាន្តអញ្ចឹងបងប្អូនអញ្ចឹងមកពេលព្រឹកគឺល្អសម្រាប់ការដើរមើលប្រាសាទវាត្រជាក់គ្រាន់បើជាងពេលថ្ងៃរៀងក្តៅបន្តិចបងប្អូន ខេត្តសៀមរាបប្រៀបថាណោសត សម្រាប់ការមកថតនៅប្រាសាទចំពោះខ្ញុំបងប្អូនប្លង់ដែលថតចាំងពលឺថ្ងៃបែបនេះគឺល្អមែនទែនសម្រាប់ខ្ញុំមកសៀមរាបម្ដងណាគឺខ្ញុំពិតជាស្រឡាញ់ប្លង់ដែលថតជាប់ពលឺថ្ងៃបែបហ្នឹងហើយប្លង់ដែលស្អាតមួយទៀតគឺប្លង់នេះបងប្អូនប្លង់នៅពីមុខប្រាសាទអង្គរច្រកចូលផ្លូវចូលទៅកាន់ប្រាសាទអង្គរដែលយើងថតទៅឃើញកំពូល3ប្លង់ហ្នឹងក៏ជាប្លង់មួយដែលស្អាតខ្លាំងមែនទែនដែរបងប្អូនអញ្ចឹងរាល់ការមកលេងសៀមរាបរបស់ខ្ញុំគឺខ្ញុំអត់ដែលចោលទេគឺប្លង់មួយហ្នឹងគឺថតទៅគឺ the best តែហ្មងគឺស្អាតបងប្អូនស្អាតមែន បងប្អូនមានឆ្ងល់ទេពេលដែលខ្ញុំទៅនឹងឃើញនៅព្រឹកទេប៉ុន្តែមនុស្សច្រើនព្រោះអីព្រោះថាថ្ងៃស្អែកគឺជាថ្ងៃមានកម្មវិធីរត់ម៉ារ៉ាតុននៅសៀមរាបអញ្ចឹងទាំងគេទាំងខ្ញុំមកពីតាមខេត្តទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិមកពីតាមខេត្តក្រុងដើម្បីមកចូលរួមកម្មវិធី Half Marathon ហើយមានរត់មានច្រើនជម្រើសមាន5មាន10មាន21ហើយបើពួកខ្ញុំវិញគឺរត់ត្រឹមតែ10គីឡូឯងបងប្អូនដោយសារពួកយើងមិនមែនជាអ្នករត់អាជីពហើយពួកខ្ញុំគឺអត់បានសមអីច្រើនទេមុនមកលេងប្រាសាទនេះគឺសមបានតែប្រហែលដងទេនេះជាសកម្មភាពភ្ញៀវទេសចរដូចជាតាមខ្ញុំចាំជាភ្ញៀវជនជាតិចិនពួកគាត់បានមកឈរ style ថតបែបហ្នឹងគឺប្លែកស្អាតម្យ៉ាងដែរបងប្អូនស្អាតម្យ៉ាងរបស់គាត់ឯងខ្ញុំឲ្យបងចម្រើនអត់ឡើងទៅទៀតទេបានចូលទៅក្នុងម៉ាន់តិចមិញហ្នឹងហើយក៏ចេញមកវិញដោយសារពួកយើងនៅមានឱកាសស្អែកអញ្ចឹងមកប៉ុណ្ណឹងខ្ញុំក៏ដើរចេញមកវិញទៅរកអីញ៉ាំពោះរៀងហេវដែរហើយដើរក៏ជួបខ្មៅកំពុងតែដេកក្រោមដើមឈើយ៉ាងមានសេចក្តីសុខចំពោះទេសភាពដែលស្អាតមិនមែនតែទេសភាពនៅតាមប្រាសាទទេបងប្អូនក៏មានទេសភាពដើមឈើដែរ
ចឹងដើមឈើនៅតាមប្រាសាទអង្គរគឺស្អាតស្អាតមែនទែនមានលក្ខណៈខៀវហើយដុះស្លែស្តៀងទៅនឹងដើមអវតារនៅក្នុងភាពយន្តរឿងអវតារហើយនេះខ្ញុំធ្វើដំណើរចេញមកក្រៅទៅរកបាយញ៉ាំព្រោះអីហេវហើយបងប្អូនខូចម៉ូតូតាំងពីព្រឹកហើយបានញ៉ាំអីទៀតចឹងមកលេងបន្តិចមកថតបន្តិចក៏នាំគ្នាចេញទៅរកញ៉ាំពេលដែលញ៉ាំអីក៏មិនបានថតដែរបងប្អូនហើយដោយសារហេវពេកស្ទុះស្ទារតែអីញ៉ាំគ្មានបានថតគ្មានបានអីទេហើយញ៉ាំហើយក៏ខ្ញុំនាំគ្នាចេញមកវិញហើយចេញហ្នឹងក៏យើងមិនមែនចេញទៅបន្ទប់ភ្លាមដែរគឺយើងចេញទៅរកមើលឈ្មោះលេខរៀងនិងទៅយកអាវយកអីដើម្បីឯកសណ្ឋានសម្រាប់រត់ស្អែកនឹងទៅមើលថាយើងនៅលេខរៀងទីម៉ានមានឈ្មោះអត់ចឹងទៅបងប្អូនហើយនេះគឺជាឈ្មោះរបស់ខ្ញុំបងប្អូនអញ្ចឹងខ្ញុំឃើញឈ្មោះខ្ញុំហើយលើហ្នឹងមុនហ្នឹងឃើញ duplicate រហូតដល់10 គីឡូលើមួយក្រុមមួយបងប្អូនឃើញឡើង2ជួរអ្នកខ្លះក៏ឃើញមួយហើយឃើញ2ចឹងទៅហើយមកខាងក្រៅក៏មានឈ្មោះយ៉ាងដែរហើយនេះរទ្រាំតែឃើញបងប្អូនឈ្មោះច្រើនមែនតើតែល្អដែរដែលគេសតតាមអក្សរចឹងណាចឹងខ្ញុំក៏ឃើញឈ្មោះខ្ញុំទៅនៅកន្លែងយកមើលឈ្មោះហ្នឹងក៏មានជាកន្លែងថតរូបចេញជាស្លឹកដែរបងប្អូនហើយថតហ្នឹងដោយ free ចឹងគ្រាន់តែយើងទៅឈរកាន់ផ្លាកយើងនៅខាងមុខហ្នឹងទៅមានក្រុមការងារគាត់ថតឲ្យហើយក៏មានកន្លែងដែរថតរូបស្អាតស្អាតច្រើនទៀតបងប្អូនគេដាក់ឲ្យយើងថតបង្ហាញពីយើងមានវត្តមានមកចូលរួមកម្មវិធីរត់ម៉ារ៉ាតុននៅកន្លែងហ្នឹងចឹងណាបងប្អូនក្រោយពីយកបានអាវយកបានអីឲ្យហើយពួកខ្ញុំក៏នាំគ្នាបន្តទៅកាន់ភូមិបណ្ដាក់បងប្អូនដើម្បីទៅបាយថ្ងៃនៅនឹងព្រោះអីអ្នកណាមិនល្បីបាយថ្ងៃនៅបណ្ដាក់មានជ្រូកអាំងមានមាន់ដុតមានអាកោខ្ទិះឆ្ងាញ់ចឹងចាំអីទៀតពួកខ្ញុំក៏នាំគ្នាចេញបន្តដំណើរតពីយកអាវទៅបាយថ្ងៃនៅបណ្ដាក់នឹងឯងហើយនេះជាប្រាសាទប្រែរូបបងប្អូនបានត្រឹមជីកាត់អត់បានចូលមើលទេចែកត្រាវះចែកត្រាជុលមិនដែរខ្លាំងអត់ដល់ហើយអាហ្នឹងមិនមុខបងមិនមុខអាហ្នឹងត្រាំឬឈើបងអាហ្នឹងអត់គ្រប់30ទេមិញបុក3ឬឈើឯងមែនឬជាតិផ្លែឈើហ៎អូអានេះវាស្រាបុរាណតាំងពីជំនាន់ម៉ែខ្ញុំហូបហ្នឹងហើយអានេះរសជាតិនេះពួកខ្ញុំបានមកដល់ទីតាំងភូមិបណ្ដាក់ហើយមកដល់មាននាំគ្នារកបាយបងប្អូននាំគ្នាឃើញស្រា32មុខនេះក៏នាំគ្នាចូលមកភ្លក់សិនបងប្អូនចូលមកភ្លក់ស្រាហើយទើបពួកខ្ញុំនាំគ្នាចូលទៅញ៉ាំបាយតាមក្រោយព្រោះមកហ្នឹងក៏ចង់សាកដែរបងប្អូនឮល្បីស្រា32មុខស្រា32មុខក៏នាំគ្នាមកសាកទៅមិនអាចមកហើយកុំឲ្យស្ដាយបងប្អូនមកភ្លក់រសជាតិមកស្គាល់រសជាតិឲ្យអស់ចឹងទៅក្រោយពីភ្លក់ហើយអស់ម្នាក់មកពេងពីពេងក៏ទិញស្រាតែទិញតិចទេបងប្អូនខ្លាចគ្នាខ្ញុំអត់ចេះហូបចឹងពួកខ្ញុំទិញតាម1លីត្រទេទិញតាម1លីត្រយកទៅញ៉ាំលាយបាយចឹងទៅព្រោះអត់ហ៊ានទិញច្រើនព្រោះស្អែកត្រូវរត់ផងចឹងញ៉ាំទៅខ្លាចស្វឹងស្អែករត់អត់កើតចឹងក៏ទិញតាម1លីត្រទៅឥឡូវយករសជាតិអីមែនរសជាតិនេះបែបចំណាយតិចទៀតបងយកកន្លងនេះអត់ទេបែបនេះផ្អែមហើយបងអ្នកលក់ក៏ដូចចិត្តទៅទៀតឃើញពួកខ្ញុំរៀរែកមកដឹងទិញមួយណាគាត់ដួសឲ្យភ្លក់អានេះតិចអានោះតិចអានេះតិចអានោះតិចចឹងទៅហើយខ្ញុំនេះមិនមែនជាអ្នកបកកែស្រាសទេបងប្អូនដាក់ទៅក្នុងមាត់គឺហាងយកត្មងចឹងទៅព្យាយាមរកអាណារៀងផ្អែមឲ្យគាត់ដាក់រៀងផ្អែមឲ្យហើយនេះពួកខ្ញុំថតលេងមុនគេអត់តន់យកម្ហូបមកឲ្យព្រោះពេលដែលគេយកម្ហូបមកឲ្យទៅគ្មានបានថតទេបងប្អូនគឺដៃប្រឡាក់ទាំងសងខាងអញ្ចឹងគ្មានពីណាបានថតឲ្យពីណាទេអញ្ចឹងមានតែថតមុននេះហើយតាមម្ហូបមកលវលថតនឹងដឹងតាមអំបិលឲ្យបងប្អូនគ្មានបានញ៉ាំទេអញ្ចឹងថតឲ្យហើយមុនញ៉ាំក្រោយពីញ៉ាំបាយហើយពួកយើងក៏ជិះមកវិញឆ្លៀតទិញអាកោខ្ទិះ2ប្រអប់មកញ៉ាំតាមផ្លូវទៀតបងប្អូនញ៉ាំនៅកន្លែងអត់ឆ្ងាញ់ទេតោះយកមកញ៉ាំតាមផ្លូវអញ្ចឹងបានរៀងស្រស់ស្រាយមានធម្មជាតិមានអីតិចអញ្ចឹងក៏ឈប់ញ៉ាំអាកោជុំគ្នាទៅញ៉ាំអាកោហើយពួកខ្ញុំក៏នាំគ្នាមកសម្រាកនៅបន្ទប់មកស្ទុះក៏ដល់ពេលល្ងាចដែរបងប្អូនក្រោយពីយើងសម្រាកហើយក៏នាំគ្នាងូតទឹកឡើងមកផ្សាររាត្រីមកញ៉ាំអីនៅម្លុកផ្សាររាត្រីតែគ្មានបានថតសកម្មភាពញ៉ាំទេបងប្អូនអញ្ចឹងក្រោយពីញ៉ាំអីហើយពួកខ្ញុំក៏នាំគ្នាដើរមកផ្សាររាត្រីក៏ណាត់បង2នាក់ដែលគាត់មកឡានផ្សេងតែគាត់រត់ដែរតែពួកគាត់រត់ខ្លាំងបងប្អូនពួកគាត់រត់រហូតដល់21គីឡូអញ្ចឹងពួកយើងអត់បានរត់ជុំគ្នាទេចឹងក៏មកណាត់ពួកគាត់មកជុំគ្នាបន្តិចហើយក៏ត្រូវប្រវាយគ្នាទៅគេងអញ្ចឹងពេលមកណាត់គ្នាហ្នឹងគឺមកណាត់ឡើងការ៉េមនេះបងប្អូន
ក្រែមនេះលើកទី1ដែលខ្ញុំមកញ៉ាំតាមរយៈបងប្អូនពីរនាក់គាត់ណែនាំអញ្ចឹងនោះខ្ញុំមកញ៉ាំក្រែមជុំគ្នានឹងឯងហើយក៏ជួបបងនៅកន្លែងញ៉ាំក្រែមហ្នឹងថតបានមកប៉ុសពីប៉ុសក៏យើងបែកគ្នាមកគេងរៀងខ្លួនវិញមកដើម្បីយកកម្លាំងទុកទៅរត់ព្រឹកហើយនេះគឺជាសម្ភារៈដែលខ្ញុំត្រៀមសម្រាប់ការរត់ថ្ងៃស្អែកបងប្អូនត្រៀមឲ្យហើយកុំឲ្យព្រលឹមឡើងវ៉ាក់ដល់រហើយវីដេអូទី1របស់ខ្ញុំមានតែប៉ុណ្ណឹងនឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណជម្រាបលា